1 2 3 action ជំរាបសួរអ៊ី ចាជំរាបសួរអូន បាទអ៊ីឈ្មោះអីដែរអ៊ី ខ្ញុំឈ្មោះ Cindy បាទចាំអ៊ីអាយុប៉ុន្មានហើយ ខ្ញុំអាយុ64 បាទដោយសារអ៊ីជាអតិជនប្រើទឹកដោះគោ Kensi Nano ដោយផ្ទាល់ក៏សូមសួរពីបញ្ហាអាការៈអ៊ីមុនពេលប្រើប្រាស់ពីមុនណាអាការៈអ៊ីបែបណាដែរអ៊ី អូកាលខ្ញុំអត់ទាន់បានប្រើខ្ញុំឈឺខ្លាំងអូនខ្ញុំឈឺចង្កេះខ្ញុំឈឺលាអាងនេះតាគៀកនេះហើយខ្ញុំចុករយទាំងអស់ បាទ ហើយដោយសារខ្ញុំទ្រាំអត់បានខ្ញុំប្រើផលិតផលជាច្រើនហើយវាអត់ត្រូវ បាទ តែអញ្ចឹងខ្ញុំដូចជាអូសមើលទៅខ្ញុំឃើញទឹកដោះគោមួយនេះ បាទបាទ ហើយមុនដំបូងខ្ញុំសាកតែ2ឯង បាទ ហើយខ្ញុំអាការៈខ្ញុំបានធូរដល់ក្រោយមកខ្ញុំទិញ4 ចុះចំពោះពេលដែលអ៊ីកំងយកទៅសាក់ពីកំប៉ុងដំបងអ៊ីត្រូវចំណាយពេលមួយថ្ងៃភាសាមួយដងហើយអស់ ខ្ញុំ មួយកំប៉ុងដែរ ដូចជាមួយថ្ងៃ2ដង បាទ ខ្ញុំញ៉ាំមួយថ្ងៃ2ដងថេ បាទ ហើយឆ្អឹងខ្ញុំពុក បាទ ឥឡូវឆ្អឹងខ្ញុំបានល្អប្រសើរហើយខ្ញុំផឹកបានជាច្រើនហើយខ្ញុំសូមអរគុណក្រុមហ៊ុនទឹកដោះគោមួយហ្នឹងមែនតែន បាទបាទ ដែលបានព្យាបាលខ្ញុំអត់ដឹងថារកវិធីមួយណានឹងព្យាបាលជំងឺមួយហ្នឹងឯងខ្ញុំឈឺខ្លាំងអូនឈឺខ្លាំងថ្នាក់ខ្ញុំភ័យខ្លាំង អញ្ចឹងចំពោះសុខភាពអ៊ីដោយផ្ទាល់អ៊ីបញ្ជាក់ថាភាសាទៅទទួលបានសិទ្ធិភាពពីទឹកដោះគោអ៊ីមានសារណែនាំទៅអតិជនដែលមានបញ្ហា ហ្នឹងហើយខ្ញុំចង់ប្រាប់បងប្អូនដែលឈឺដូចខ្ញុំណាឈឺដូចខ្ញុំអាការៈដូចខ្ញុំឈឺខ្លាំងហើយបើសិនជាមានអាការៈបែបហ្នឹងអូនញ៉ាំទឹកដោះគោមួយហ្នឹងទៅអត់ខុសទេទឹកដោះគោមួយហ្នឹងគឺស័ក្តិសិទ្ធិមែនតែនដែលអាចព្យាបាលជំងឺឆ្អឹងសន្លាក់ឈឺចុកចាប់រាងកាយហើយយើងអស់កម្លាំងលហាត់លហៃវាធ្វើឲ្យយើងមានកម្លាំងហើយរបៀបថាសាច់ឈាមស្រស់ថ្លាខ្ញុំអត់និយាយកុហកអីគឺនេះគេមិនមែនជួលខ្ញុំទេគឺខ្ញុំនិយាយពិតខ្ញុំប្រើ ហ្នឹងហើយ ខ្ញុំប្រើមែន អញ្ចឹងក៏សូមបញ្ជាក់ទៅពុកម៉ែបងប្អូនដែលមានបញ្ហាដូចអ៊ីគាត់បានបញ្ជាក់វិធានហើយគាត់ប្រសាដោយផ្ទាល់ទទួលបានប្រសិទ្ធភាពពិតមែនដែលគាត់មានបញ្ហាពីមុនអញ្ចឹងក៏សាក់ប្រើ Kensi Nano ទាំងអស់គ្នាអរគុណច្រើនអ៊ី ចាអរគុណក្រុមហ៊ុន Kensi Nano Plus អរគុណ